bỏ rõ chân đây dương khôi dương khăn tại dương còn bao bong vào phôn dương vì sầm khăn cứ côn dương xua thả côn dương rôn nâu chung với phục kroi ta lọ đấy ta vì rôn nâu mùi dương ọt mà đai vì lọ thế hay dương thì vô bỏ phôn mùi tiết vô mau ta kỳ mơ côn dương lọ thế và có thế primet lục ở đây lục rau dương trời chết chết ngon tết dương thôi chim lục rau đang mà nấu sấy cắt lù tòm chran cắt gì chran cắt xăm nhám chran cắt treo sao không tất khăn cả tới à khăn cắt bàn này chú cắt bàn ấy bàn phải chào ấy sao là bóng kinh tinh mà bà sao là bóng kinh tinh mà chú bàn này khăn bàn này phát đăng bàn này bay khné bàn này miên tể rương khan môi cốt đã bởi dương khăn khát bạch vào phồn dương mùi sấy bởi dương khăn chê cháo bạch vào đầy dương mùi rồi nâu mùi khné buôn phạm cha năm buôn đập cha năm mà phải cha năm mến sưu lên nắp rìm xông bên đát nâng thơ minh nâu không muột tả mùi vâng nâu tả khám muột khné nó khám đát dối thưa mà nô trầu miên cả ớt mốt nâng chất nguồn chất trò chết nó cũng chất là chuyện nắp rìm thôi chứ mà nô chốc chơi mình nét ban á mình men sưu lên mình men thơ chứ mà nô treo cháo có bót có bói lùm băng là máu đây phải đây bồ rõ miên caប្រច័នសាហាវជាងស្ត្រី100ដងស្ត្រីកាត់មានការប្រច័នតែកាត់មានការចិត្តស្ងប់កាត់អាចស្ងប់ចិត្តវិញឈប់ខឹងបានលឿនជាងបរោះពិបាកលោមណាស់ស្ត្រីស្រួលលោមទេបរោះតែខឹងហើយឆេវឆាវខ្លាំងណាស់បាទឥឡូវចប់រឿងហ្នឹងហើយយើងនឹងមិនថែមរឿងមួយទៀតថែមរឿងឯងហើយស្ត្រីកុំខឹងលោកគ្រូណាបើបានចូលជាចូលចិត្តលោកគ្រូហើយលើកទឹកចិត្តលោកគ្រូហើយ follow លោកគ្រូហើយកុំខឹងលោកគ្រូស្ត្រីមានរឿងមួយដែលពិបាកកែប្រែហើយពិតមិនពិតសូមឲ្យស្ត្រីជួយឆ្លើយហើយបរិសុទ្ធក៏ជួយឆ្លើយដែរថាវាជាការពិតស្ត្រីឲ្យតែកាត់បានដឹងរឿងប្តីកាត់ខូចម្ដងកាត់និយាយមួយជីវិតឲ្យតែចាប់ខឹងពេលណាយកអារឿងហ្នឹងមកនិយាយកាត់អត់ភ្លេចទេបរិសុទ្ធតើប្រពន្ធរបស់យើងដូចលោកគ្រូនិយាយទេបើឯងធ្លាប់ខូចតែម្ដងកាត់ចាប់បានខឹងគ្នាថ្ងៃណាក៏យករឿងហ្នឹងដែរមកនិយាយគាត់និយាយមិនចេះភ្លេចលោកគ្រូសុំសរសើរស្ត្រីការចងចាំគាត់ច្បាស់ណាស់មិនភ្លេចទេមុនខ្លាយទៅជាអ្នកមានត្រូវមាន3ចំណុចទី1លុយប្រចាំថ្ងៃលុយចំណូលលុយប្រចាំខែលុយប្រចាំឆ្នាំខ្លាយទៅជាអ្នកមានទេចង់ខ្លាយទៅជាសេដ្ឋីមានទៀតទៅធ្វើការទៅរកស៊ីបានលុយមួយទៀតនៅដេកផ្ទះចុចកុំព្យូទ័រក៏បានលុយយើង build brand ឲ្យបានស្គាល់មុខម្ចាស់ Starbucks ទេអត់ទេឃើញតែរូបថត KFC ឃើញតែរូប pizza ចុះម្ចាស់នៅណាក្តីណាក៏បានលុយដែរមែនអត់នេះគឺសេដ្ឋីតែលោកញ៉ាទៅធ្វើបានលុយមិនបានទៅធ្វើក៏បានលុយព្រោះយើងឲ្យលុយទៅរលុយមកឲ្យយើងហើយបើយើងយកលុយទៅចាយអស់ហើយធ្វើម៉េចលុយនឹងវាកើតកូនអញ្ចឹងទិសដៅរបស់អ្នកដែលអត់សូវមានលុយគាត់ច្រើនតែយកលុយទៅចាយក៏អត់បានយកលុយទៅបង្កើតកូនឲ្យគាត់ទេឲ្យលុយទៅរលុយមកគាត់កំពុងឆ្ងល់ធ្វើម៉េចឲ្យលុយទៅរលឲ្យយើងជុំយើងត្រូវមានការគិតថាយើងកុំចំណាយពេលវេលាចាយពេលវេលាខុសចាយពេលវេលាត្រឹមត្រូវជីវិតដែលរស់នៅល្អបំផុតដែរមានអ្នកណាចង់ដឹងទេក្រហើយរស់នៅឲ្យមានតម្លៃកុំឲ្យក្រហើយរស់នៅដោយភ័យខ្លាចក្រហើយរស់នៅដោយគ្មានបំណុលជំរឿសល្អបំផុតគឺនៅពេលដែលក្រគ្មានបំណុលបើយើងក្រហើយមានបំណុលណាស្មើនឹងយើងមានសម្ពាធស្មើនឹងមានបញ្ហាប
បញ្ហានេះដោះចេញមិនចេញមានបញ្ហាដល់ខ្លួនទៀតចឹងលោកគ្រូប្រាប់ថាបរិបទនេះបងរំលោះធ្វើអីមិនក៏មិនសំលុយនឹងទុកទៅអារឿងទិញផ្ទះទិញដីអត់សំខាន់ទេសំខាន់ថាមានលុយអត់ចាយលុយអត់ត្រូវលំហូរសាច់ប្រាក់មិនចំទៅដែរចឹងលោកញ៉ាចែងទៅស្អីមួយថាលុយគួរចាយនិងលុយមិនគួរចាយលុយណាដែលគួរចាយគឺរឿងចាំបាច់លុយណាដែលមិនគួរចាយលុយមិនគួរទៅទិញខោអាវថ្មីទេព្រោះមានហើយបាទទូរស័ព្ទមិនគួរដូរទេហ៎ស្អីក៏មិនគួរដូរដូចជាឡានដូចជាម៉ូតូទូរស័ព្ទមានតែចាំបាច់បានតែអីមកលឺដូចគ្នាហ្នឹងមែនអត់បាទដោយសារតែខ្មាស់គេក៏អត់ទទួលយកកាពេតក៏អត់ទទួលយកអ្វីដែលខ្លួនគាត់នោះមានកាត់ចង់បាំងមុខគេថាកាត់នៅសង្ហានៅលុយនេះឲ្យលោកញ៉ាំបង្កើតថាហៃសូបាទហៃសូឡូខាប់ពាក្យនេះច្បាស់ជាប្រជាពលរដ្ឋនិងបងប្អូនទាំងអស់គ្នាទន្ទិញយ៉ាងចាំតែហៃសូគឺ low income ហើយបាទហើយតែទិញបំណុលគឺជាប់បំណុលសេចក្តីទៅអ្នកដែលបែកបាក់គ្នាគឺអ្នកដែលមិនព្រមចាញ់ក៏ព្រមចាញ់ក៏ចង់ឈ្នះប្រពន្ធក៏ចង់ឈ្នះប្តីក៏អញមិនឈ្នះអញមិនបានអញកើតមកចេះចោះអីអញចាញ់ឯងកាត់ក្បាលចោលអីព្រោះគ្នាតែរឿងប៉ុណ្្នឹងឯងគឺចង់ឈ្នះនិងចង់ចាញ់តែប៉ុណ្្នឹងវាអត់សំខាន់ទៅលើលុយប្រមាណនេះប្រិមិត្តចរិតដែលអ្នកមានអាពាហ៍ពិពាហ៍ហើយបែកបាក់គ្នាយើងទៅធ្វើការឲ្យគេស្មើយើងទៅរៀនពីគេយើងធ្វើការឲ្យគេមួយឆ្នាំពីរឆ្នាំមិនតាន់ហួសពេលទេសន្សំលុយពីធ្វើការឲ្យគេរៀនផងបានលុយផងយកមកបើកអាជីវកម្មខ្លួនឯងត្រូវតែព្យាយាមរៀនព្យាយាមដកវិសោធន៍ធ្វើមិនតាន់បានកុំថាយើងបរាជ័យធ្វើមិនតាន់បានខ្ញុំធ្វើស្អែកទៀតខ្ញុំនៅតែធ្វើបានបងប្អូនជឿលោកគ្រូម៉ាម៉ាត់ទៅនេះជាកម្លាំងទឹកចិត្តចែករំលែកទៅដល់សហគ្រិនដែលទៅតែ start up កុំប្រញាប់មានខ្លាំងពេកព្យាយាមរកសន្សំបទពិសោធន៍មុននឹងប្រកបអាជីវកម្មឲ្យជោគជ័យបានត្រូវតែមានជំនាញមានចំណេះមានបទពិសោធន៍ជឿលោកគ្រូទៅឲ្យតាក៏អត់ដូរ mindset គាត់បរាជ័យបាទហើយកុំនិយាយលេងណាបាទមនុស្សខ្លះស្លាប់ទៅវិញអត់ស្គាល់ជោគជ័យទេណាបាទជឿខ្ញុំជឿច្រើនអ្នកជោគជ័យមកតិចខ្លាំងមែនទេមែនអត់ហេតុអីព្រោះអ្នកទាំងអស់គ្នាមិនធ្វើមិនដូរមិនផ្លាស់ដដែលចង់បានលទ្ធផលថ្មីបាទ no បាទមែនអត់តែអ្នកឯងចង់បានហ្នឹងគឺអត់អ្នកឯងចង់អភិវឌ្ឍបាទបានរីកចម្រើនឯងចូលគ្រាន់តែរៀនអ្នកឯងមិនរៀនផងហ្នឹងអញ្ចឹងខ្ញុំឲ្យតម្លៃទៅលើការរៀនសូត្រខ្លាំងបាទរៀនថ្ងៃហ្នឹងស្មើយើងដាំដើមឈើម្ដងវាមិនបានផ្លែថ្ងៃហ្នឹងទេបើអ្នកឯងចង់ដាំដើមជីវិតអ្នកឯងមិនមែនដាំភ្លាមបានភ្លាមទេបាទតែបើម្នាក់ឯងចង់ស៊ីភ្លាមឯងដាំសដែកបើវាអត់នេះទេយកមកស្ងោរវិញមកព្រោះវាតដីលាងដីវិញទៅបាទកាត់ប្រហាត់យើងអញ្ចឹងដាំដើមជីវិតដាំតរ៉េនក៏4ឆ្នាំដាំដូងក៏4ឆ្នាំមែនអត់ដាំស្អីក៏ប្រើពេលដែរសូម្បីតែដាំទឹកយើងក៏ប្រើ5នាទីដែរមែនអត់បាទចុះយើងហេតុអីក៏យើងមិនមានការអត់ធ្មត់បន្តិចមែនអត់បាទអ្នកដែលអត់តាន់ជោគជ័យអ្នកដែលអត់តាន់មានលុយស្ដាប់លោកគ្រូមួយម៉ាត់មានការអត់ធ្មត់បន្តិចទៅបាទមានការប្រឹងប្រែងទៅហើយមានការផ្លាស់ប្ដូរភ្លាមបាទកុំធ្វើរឿងដដែលបាទយល់ទេ